មសងរងម្ចាស់ស្នេហានៅឯណាបុប្ផាចិនដាមានចិត្តបរិសុទ្ធជាគូពិតជីវិតស្នេហ៍ស្និទ្ធរួមរូបមេត្រីជារាជនីប្រចាំដួងចិត្តសៀងវិចាប្រាប់ថាអូននេះសុំបើកបេះដូងជាដំបងតទួលបរងដែលស្មងភែក្តីចិត្តស្ម័គ្រចិត្តវមិតបានអ្វីធ្វើជាសាក្សីអើយស្រីថ្លៃជឿថាបងស្មងហែកបេះដូងឲ្យអូនឃើញចិត្តភក្តីថាប្រថ្លៃមានស្នេហ៍តែមួយប៉ុណ្ណោះជាកូនប្រុសមានឈ្មោះស្លាប់រួមមិនសាវាស្មងស្នេហាលួសគ្រាខ្សិនខ្សៃចឹងស្នេហ៍អើយអូនជឿថាបងស្មងនឹងស្នេហាអូនប្រាថ្នាចិនដាពិតជាបានដោយបំណងបិទបេះដូងលះបងមិនអោយអ្នកណាឃើញឡើយវាចាឆ្លើយស្មងលួងអវសានហែកបេះដូងឲ្យអូនឃើញចិត្តភក្តីថាប្រថ្លៃមានស្នេហ៍តែមួយប៉ុណ្ណោះជាកូនប្រុសមានឈ្មោះស្លាប់រស់មិនសាវាស្មងស្នេហាលួសគ្រាខ្សិនខ្សៃចឹងស្នេហ៍អើយអូនជឿថាបងស្មងនឹងស្នេហាអូនប្រាថ្នាចិនដាពិតជាបានដោយបំណងបិទបេះដូងលះបងមិនអោយអ្នកណាឃើញឡើយវាចាឆ្លើយស្មងលួងអវសានបិទបេះដូងលះបងមិនអោយអ្នកណាឃើញឡើយវាចាឆ្លើយស្មងលួងអវសានយកសំដីដំរីសំខាន់គេតែងយកលុបស្នេហាយើងបានសេក្តីសុំឃ្លាតចាកផុតទុកមានចិត្តភក្តីស្មោះត្រង់ចិត្តស្មោះស្ម័គ្រមិនឈ្នះទឹកប្រាក់បុណ្យសក្កិត្តិយសជារឿងអស្ចារ្យពេលបងស្នេហ៍ដេកអូនមិនព្រមឆ្លើយមិនព្រមវាចាឃ្លាតឆ្ងាញ់គឺជារឿងធម្មតាតួនាងណាក៏មានចិត្តដូចតែគ្នារូបបងស្នេហ៍ហើយស្មោះចំពោះស្រីស្រស់កែវពុំងា